មុខតំណែងនាយករងមជ្ឈមណ្ឌលវឹកវើកងរាជអាវុធហត្ថភ្នំជុំសែនរីករាលក្រោយដកកាំភ្លើងចុងគំរាមបាញ់សម្លាប់នារីម្នាក់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី24ខែតុលាឆ្នាំ2025បានផ្អាកមុខតំណែងលោកយឹមឆែមនាយករងមជ្ឈមណ្ឌលវឹកវើកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្រោយដកកាំភ្លើងចុងគំរាមបាញ់សម្លាប់និងវាយក្បាលយុវតីម្នាក់ឲ្យរបួសត្រង់ក្បាលចំនួន2កន្លែងនៅខណ្ឌសែនសុខរាជធានីភ្នំពេញសេចក្តីសុខសម្រេចរបស់កងរាជអាវុធហត្ថបានស្នើសុំឲ្យផ្អាកមុខតំណែងនិងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះឈឹមសែមនិងអយការអមសាលាដំបងរាជធានីភ្នំពេញបើតាមសេចក្តីប្រកាសព័ត៌មានដដែលក្រោយការស្រាវជ្រាវប្រមូលភស្តុតាងនិងការស្ដាប់ចម្លើយបានរកឃើញថាឈ្មោះឈឹមសែមពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន